វីដេអូនេះបង្រៀនពីរបៀបអាំងសាច់ជ្រូកបងប្អូនសម្រាប់សាច់ជ្រូកដែលឆៅបងប្អូនជាដំបូងគឺយើងយកសាច់ជ្រូកមកហើយយើងដាក់នៅលើឆ្អើរភ្លើងបែបនេះហើយបន្ទាប់មកគឺយើងលាបទឹកស៊ីអ៊ីវខ្មៅហ្នឹងគឺយើងលាយគ្រឿងហើយបងប្អូនហើយការលាបហ្នឹងគឺយើងលាបដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ហើយនឹងវាមានពណ៌ស្អាតបងប្អូនព្រោះសាច់ជ្រូកបើយើងអត់លាបទឹកស៊ីអ៊ីវទេគឺវាពណ៌ស្លេកអត់ទំនងញ៉ាំទេហើយការលាបក៏យើងអត់លាបច្រើនជោគជាំពេកដែរបងប្អូនវាអាចនឹងប្រៃព្រោះយើងលាបទឹកស៊ីអ៊ីវហ្នឹងហើយយើងដាក់អំបិលយើងលាបទាំងពីរជាហៀងហើយយើងដាក់អំបិលហើយយើងប្រែវាហើយយើងរោយមួយជាហៀងទៀតបងអូនបន្ទាប់មកគឺយើងដាក់វាអាំងហើយសម្រាប់សាច់ជ្រូកបងអូនបើបងអូនយកទៅអាំងបែបតិចអាហ្នឹងបងអូនអាចដាក់លើភ្លើងហើយលាបវានៅលើភ្លើងបានតែបើសម្រាប់ខ្ញុំដោយសារតាខាងខ្ញុំអាំងម្ដងរៀងច្រើនអញ្ចឹងបើយើងយកទៅលាបនៅលើភ្លើងហើយយើងរោយអំបិលរោយអីទៀតគឺយើងប្រែវាអត់ទាន់ទេបងអូនព្រោះសាច់ជ្រូកវាមានខ្លាញ់វាអាចនឹងឆេះអញ្ចឹងខ្ញុំលាបវានៅខាងក្រៅឲ្យហើយវាងាយស្រួលម្យ៉ាងដែរពេលដែលយើងលាបខាងក្រៅហើយយើងយកទៅដាក់តែនៅលើភ្លើងហើយគឺយើងរោយអំបិលហើយយើងងាយស្រួលក្នុងការប្រែវាអត់ធ្វើឲ្យឆេះខ្លោចទេបងអូនព្រោះសាច់ជ្រូកយើងអាំងគឺវារឹងពិបាកជាងការអាំងស្លាបអាំងអីបងអូនយើងលាបវាតិចឲ្យវាឡើងពណ៌ហើយវាមានរសជាតិឆ្ងាញ់បងអូនលាបវាទាំងពីរចំហៀងហើយឲ្យវាសព្វបែបហ្នឹងហើយបន្ទាប់មកយើងយកទៅដាក់វាលើភ្លើងហើយយើងរោយអំបិលបែបនេះគឺវាងាយស្រួលសម្រាប់អ្នកដែលគាត់អាំងរៀងច្រើនណាបងអូនហើយយើងក៏ដាក់អំបិលពីរជាហៀងដែរបងអូនយើងដាក់អំបិលមួយជាហៀងហើយយើងប្រែវាមួយជាហៀងទៀតយើងរោយអំបិលមួយជាហៀងទៀតអញ្ចឹងទៅហើយងាយបងអូនតែគាត់ថាសាច់ជ្រូកយើងរៀងអាសាប្រែវាបន្តិចបងអូនព្រោះវាមានខ្លាញ់ឆេះហើយការអាំងទៅហ៊ូដែរក៏ងាយដែរបងអូនងាយស្រួលជាងគេអាំងទៅហ៊ូគឺយើងដាក់វានៅលើភ្លើងអញ្ចឹងហើយគឺយើងដាក់ទឹកស៊ីអ៊ីវខ្មៅលាបវាតិចបងអូនហើយជាការស្រេចយើងចាំឲ្យវាឆ្អិនប្រែវាទៅបងអូនហើយអាសាប្រែបន្តិចដែរហើយសម្រាប់ hot dog ក៏អាំងងាយដែរបងអូនអត់មានអីពិបាកទេតែយើងត្រូវការវាសិនហើយយើងលាបប៊ឺហើយយើងដាក់អាំងវាទៅបើបងអូនចង់ញ៉ាំអាចកំងយកទៅអាំងខ្លួនឯងបានណាបងអូនយើងមានលក់ទាំងឆៅហើយនិងឆ្អិនអរគុណច្រើនបងអូនជួបគ្នាវីដេអូក្រោយទៀត